សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតទី1នៃការសិក្សាMarketing Router អញ្ចឹងក្នុងវីដេអូទី1ខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងរបៀបនៅក្នុងការដំឡើង Marketing OS នៅលើកម្មវិធី VMware Workstation របស់យើងដើម្បីយើងអាចធ្វើ lab រៀន configure Marketing Router ហ្នឹងនៅលើ VMware Workstation របស់យើងអញ្ចឹងដើម្បីយើងអាចដំឡើង Marketing Router បានទីមួយគឺយើងត្រូវការចូលទៅ download file OS របស់ Marketing នឹងសិនដើម្បីយើងចូលទៅ download បានយើងចូល Google Chrome របស់យើងមកបន្ទាប់មកយើងវាយពាក្យ Microtech download អូខេអញ្ចឹងយើងវាយបងប្អូនវាយពាក្យ Microtech download ដូចខ្ញុំមកអញ្ចឹងយើងចុច enter មួយបន្ទាប់មកយើងចូលទៅកាន់ website របស់ Marketing ហ្មងដើម្បី download file OS របស់វាអូខេអញ្ចឹងបន្ទាប់ពីយើងចូលមកដល់ website របស់ Marketing ហើយយើងចូលមកកាន់ពាក្យ CHR ដែលនៅលើ mouse របស់ខ្ញុំហ្នឹងយើងចូលមក tab CHR មកបន្ទាប់មកយើងរក file មួយជាប្រភេទ OVA file អញ្ចឹងយើងចូល OVA file បន្ទាប់មកវានឹងចាប់ផ្ដើម download file OS របស់ Marketing ឲ្យយើងហើយបន្ទាប់ពីយើង download file OS របស់ Marketing រួចហើយមួយទៀតគឺយើងត្រូវការ download កម្មវិធី Winbox មួយទៀតដើម្បីយើងអាច remote ចូលទៅកាន់ Marketing Router របស់យើងបានអញ្ចឹងនៅកន្លែងហ្នឹងគឺមាននៅជិតហ្នឹងមានពាក្យ Winbox យើងចូលមកដល់ Winbox មកបន្ទាប់មកកន្លែងនេះយើងជ្រើសរើសយកជាប្រភេទ file របស់ Windows អញ្ចឹងយើង click លើ Windows 64 bit ហ្នឹងមកអូខេអញ្ចឹងឥឡូវយើងបាន download file OS របស់ Winbox ហើយយើងក៏បាន download file OS របស់ Magnetic ហើយដែរបន្ទាប់មកទៀតគឺយើងចាប់ផ្ដើម install OS ហ្នឹងទៅលើ VMware Workstation របស់យើងវិញម្ដងអញ្ចឹងយើងចូល file ដែលយើងបាន download មិញខ្ញុំចូល show folder របស់វាហ្មងទៅអូខេអញ្ចឹងនេះជា file របស់ Magnetic ដែលយើងបាន download ហើយអញ្ចឹងបន្ទាប់មកទៀតគឺយើង double click ទៅលើ file នឹងយកហ្មងទៅអូខេអញ្ចឹងបន្ទាប់ពីយើង double click ហើយវានឹងautomatic បើក file ហ្នឹងនៅលើកម្មវិធី VMware Workstation របស់យើងហើយអញ្ចឹងបើសិនជាបងប្អូនណាអត់ទាន់មានកម្មវិធី VMware Workstation ហ្នឹងទេអាច research បន្តិចទៅរបៀបនៅក្នុងការ download VMware Workstation បន្ទាប់ពីយើងចូលមកដល់កន្លែងនេះយើងដាក់ឈ្មោះឲ្យ Marketing Router របស់យើងខ្ញុំដាក់ Marketing Router អូខេអញ្ចឹងកន្លែង browse នេះបងប្អូនអាច select file បានតែខ្ញុំអត់ចង់ select ទេខ្ញុំចង់យក folder ហ្នឹងហ្មងអូខេអញ្ចឹងខ្ញុំចុច import អូខេអញ្ចឹងបន្ទាប់មកទៀតបងប្អូនចូលកន្លែង edit virtual machine setting ហ្នឹងយើងចុច click edit setting វាបន្ទាប់មកទៀតបងប្អូនមើលកន្លែងពាក្យថា network adapter អញ្ចឹងកន្លែង network adapter បងប្អូនដូរពី bridge មកដាក់ NAT វិញដើម្បីវា separate IP ចេញពីកុំព្យូទ័ររបស់យើងបានន័យថាវា receive IP address ចេញពីកុំព្យូទ័ររបស់យើងមកអញ្ចឹងយើងយក NAT បន្ទាប់មកទៀតចុច OK បាទអញ្ចឹងបន្ទាប់ពីយើងឆេង network adapter ហើយយើងចាប់ផ្ដើមបើកvirtual machine របស់យើងហ្មងបងប្អូន click យក power on this virtual machine អូខេអញ្ចឹងយើងត្រូវរងចាំវាផ្លែតឲ្យOS របស់វាដំណើរការអូខេអញ្ចឹងបន្ទាប់មកទៀតយើងបញ្ចូលusername ហើយនិង password by default របស់ Marketing Router
ចឹង username របស់ marketing router ពីដំបូងហ្មងគឺអឺ user admin អូខេចឹងយើងវាយបញ្ចូលមក admin តបមកបងប្អូនចុច enter មួយទៀតបន្ទាប់មកទៀតបងប្អូនអាកន្លែង password ហ្នឹងបងប្អូនមិនបាច់បញ្ចូលទេបងប្អូនចុច enter ម្ដងទៀតទៅគឺវាចូល automatic ហ្មងអូខេចឹងកន្លែងនេះវាសួរយើងថាតើយើងចង់មើលតើតើនឹង license របស់ software នឹងអត់អញ្ចឹងបងប្អូនអាចចុច yes ក៏បាន no ក៏បានដែរប៉ុន្តែខ្ញុំយក no ហ្មងទៅដោយសារខ្ញុំអត់ចាំបាច់ត្រូវមើលទេយ៉ាអញ្ចឹងមកដល់កន្លែងចំណុចនេះគឺវាឲ្យយើងដាក់password ថ្មីរបស់ Magnetic របស់យើងចូលអញ្ចឹងយើងបងប្អូនបញ្ចូលមកអូខេអញ្ចឹង repeat ម្ដងទៀតអូខេអញ្ចឹងឥឡូវយើងចូលមកកាន់ Magnetic router របស់យើងហើយបន្ទាប់ទៀតបងប្អូនត្រូវ check មើលតើ Magnetic របស់បងប្អូនចាប់បាន IP ប៉ុន្មានដែលវាចាប់ពី NAT interface របស់យើងមិញណាអញ្ចឹងបងប្អូនសូមវាយពាក្យIP ដក clear address ចុច tab មកវានឹងautomatic add command នឹងចូលឲ្យយើងហើយអញ្ចឹងបន្ទាប់ទៀតបងប្អូនចុចថែមពាក្យ print enter អូខេអញ្ចឹងវា show បង្ហាញយើងហើយថា IP របស់ Magnetic របស់យើងវាចាប់បាន 192.168.10.135/24 អូខេអញ្ចឹងចំណុចបន្ទាប់ទៀតបងប្អូនចូលមកកាន់ window របស់យើងវិញបងវាយពាក្យថា command prompt cmd enter បន្ទាប់មកទៀតបងប្អូនតេស្ត ping ទៅកាន់ Magnetic router របស់យើងទៅយើងវាយ ping 192.168.10.135អញ្ចឹងយើង enter អូខេអញ្ចឹងយើង ping ទៅ Magnetic router របស់យើងគឺវាស្គាល់ហើយបន្ទាប់ពីវា ping ស្គាល់ហើយយើងអាច login ចូលទៅកាន់ router នឹងបានតាមរយៈ Winbox ណាអញ្ចឹងនេះជាកម្មវិធី Winbox ដែលយើងបាន load ហើយយើងបាន install ហើយដែរអញ្ចឹងយើងចូលមកកម្មវិធី Winbox បន្ទាប់មកយើង double click ទៅលើ application Winbox ហ្នឹងមកអូខេពេលដែលយើងបើកចូលមកដំបូងគឺយើងកន្លែង connect to នេះយើងត្រូវដាក់ IP address របស់Magnetic router របស់យើងអញ្ចឹងដូចយើងចាប់បាន IP មិញ IP ដែលវាចាប់បាន 192.168.10.135 username admin ហើយ password ដែលយើងបាន set password ហើយហ្នឹងយើងដាក់ password វាចូលមកអូខេតោះមកបងប្អូនចុច connect អូខេអញ្ចឹងឥឡូវយើងចូលមកកាន់ Magnetic router របស់យើងហើយដូចយើងបានឃើញអញ្ចឹងអានេះជា OS ដែលយើងបានតម្លើងមិញហើយនៅលើ Windows 10 របស់យើងគឺយើងបាន remote ចូលមកកាន់ Magnetic router របស់យើងអញ្ចឹងយើងចូលមកកន្លែង interface យើង check មើល interface របស់វាមាន interface Ethernet 1អញ្ចឹងយើងចូលទៅមើល IP របស់វាយើងចូលកន្លែង IP address អូខេអញ្ចឹងអានេះជា IP address របស់ Magnetic របស់យើងអញ្ចឹងវីដេអូទី1គឺយើងមានប៉ុណ្ណឹងសិនហើយខ្ញុំនឹងមានវីដេអូបន្តទៀតដែលបង្ហាញអំពីរបៀបនៅក្នុងការ configure set up home network lab នៅលើ Magnetic router ហ្នឹងតើយើងត្រូវ configure អីគេខ្លះដើម្បីយើងអាចប្រើប្រាស់ Magnetic router ហ្នឹងបានប៉ុន្តែជាដំបូងវីដេអូទី1គឺយើងសិក្សាអំពីរបៀបនៅក្នុងការ install Magnetic router នៅលើ VMware Workstation របស់យើងសិនអញ្ចឹងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងអរគុណបងប្អូនអ្នកគ្នាដែលបានចំណាយពេលវេលាតាមដានវីដេអូរបស់ខ្ញុំអរគុណ